បានប្តី introvert មួយអ្នកទាំងអស់គ្នាគូកណាមមិនដឹង surprise មិនទេដោយសារគាត់បកកាយអៀនមនុស្សជំរឿដ៏ល្អបំផុតគឺបកកើត trip private តែ2នាក់តែម្ដងចាលើកនេះដាក់មក trip 2យប់3ថ្ងៃនៅកោះ7ឲ្យប្តីបាន relax បានសម្រាប់ទៀតអត់ហ្នឹងបើប្រពន្ធនិយាយរហូតឥឡូវគឺគេដឹកពីអ្នកខ្ញុំទៅដល់បន្ទប់អ្នកនរគ្នានិយាយទៅទេសភាពនាំតែទៅដល់បន្ទប់ហ្នឹងគឺ relax ខ្លាំងមែនតើសមុទ្រក៏ឃើញដើមឈើក៏ឃើញនិយាយទៅគឺផ្លូវដើរអីផ្សេងហ្នឹងគាត់ធ្វើមកមិនលក្ខណៈផ្លឹងហ្មងឯងរបៀបមានធម្មជាតិមានដើមឈើយើងអាចជិះកង់បានអីចឹងណាហើយនេះគឺជាវិឡារបស់ខ្ញុំគឺថ្ងៃទី2សម័យថាពេលយើងបើកភ្នែកមកខ្វាច់ឃើញទេសភាពជុំវិញខ្លួនអូនមានអារម្មណ៍ថាដូចបានឆ្លងភពអ្នកនរគ្នាទៅទេសភាពមួយនេះខ្ញុំឲ្យបេះហ្មងណាអ្នកទាំងអស់គ្នាទីមើលពេលដែលខ្ញុំងើបមកភ្លាមយើងចេញមើលទេសភាពភ្លាមបន្ទាប់មកយើងក៏នឹកឃើញអ្វីត្រូវហើយយើងត្រូវតែញ៉ាំអីញ៉ាំទៀតហើយគឺពួកខ្ញុំបានដើរទៅញ៉ាំ breakfast ហើយបងសាគាត់ងើបមុនខ្ញុំគាត់ត្រឡប់ងើបលឿនហ្មងទៅពេលអញ្ចឹងគាត់ងើបទៅមើលត្រីចាមកដល់វិញគឺប្រាប់ខ្ញុំគ្រប់រឿងអស់ហើយឃើញត្រីហោះលើទឹកផងអីផងបន្ទាប់ពីញ៉ាំអីហើយគឺពួកខ្ញុំទៅថតរូបអ្នកនរគ្នាថតរូបលេងនៅក្នុងបន្ទប់អីចឹងណាប៉ុន្តែខ្ញុំអត់បានថតឲ្យអ្នកនរគ្នាមើលព្រោះរវល់ថតរូបអញ្ចឹងអត់បានមានវីដេអូទេហើយក៏ជួបបង Jenny អញ្ចឹងទៅគាត់ថតវីដេអូឲ្យពួកខ្ញុំតិចតួចហើយយើងញ៉ាំបាយថ្ងៃទៀតញ៉ាំទៀតចឹងចង់ប្រាប់បងប្អូនថាទោះបីជានៅលើកោះមែនតែគេមាន restaurant ដែលយើងអាចកម្មង់ម្ហូបបានហើយបើសិនជាបងប្អូនចង់យកម្ហូបអីផ្សេងទៀតពីកោះឬមួយក៏គ្រឿងសមុទ្រពីកន្លែងផ្សេងយកមកធ្វើញ៉ាំអីខ្លួនឯងក៏បានដូចគ្នាបើខ្ញុំមួយបងសានេះគ្មានចេះធ្វើអីទេអញ្ចឹងមានតែកម្មង់គេនឹងឯងអញ្ចឹងញ៉ាំបាយថ្ងៃអ្នកទាំងអស់គ្នាឃើញខ្ញុំអត់ធ្វើអីចឹងមិនកោះគេអត់មានអីធ្វើទេគេមានកាយ៉ាគេមានស្ទូត្រីតែពីអ្នកខ្ញុំអត់ស្ទូត្រីហើយគេមានជីកង់ដើរលេងអីចឹងគ្រាន់តែពីអ្នកខ្ញុំអត់ចង់ធ្វើអីទាំងអស់ចឹងអង្គុយនិយាយគ្នាលេងមើលរឿងមើលទេសភាពផឹកតែអញ្ចឹងអ្នកនរគ្នាឃើញមិនគេអត់មានអីលេងទេគេមាន activity ច្រើនគ្រាន់ពួកខ្ញុំអត់ទៅនេះគឺជាប្រភេទ trip ដែលបងសាគាត់ចូលចិត្តដោយសារគាត់ចូលចិត្តរឿងស្ងប់ស្ងាត់ freedom របៀបដូចថា
ទៅដើរលេងអត់មាន schedule លេតែគាត់ចង់នៅក្នុងអូតាអញ្ចឹងគឺគាត់គេងលេងអញ្ចឹងណារបៀបឈៀលអត់បញ្ញាប់អីអញ្ចឹងអញ្ចឹងខ្ញុំគិតថានេះគឺជាកាដូដ៏ពិសេសមួយសម្រាប់គូកណាត់គាត់សូម្បីតែ surprise birthday គឺខ្ញុំមកហ៊ាន surprise នៅ restaurant ជុំគ្នាឃើញមនុស្សឃើញអីដែរគឺត្រូវយកនំខេកមកដល់បន្ទប់តែ2នាក់ហ្មង បងមិនត្រូវការនំទេប៉ុន្តែបងត្រូវការនំធំជាងនេះ ជូនពរប្តីសប្បាយចិត្ត អូសប្បាយចិត្តហើយ ធ្វើបុណ្យឲ្យបានច្រើន អូអរគុណថ្ងៃនេះប្រពន្ធមួយគឺគ្រប់គ្រាន់ហ្មងនេះ តែបងប្រពន្ធពីរល្អប្រពន្ធមួយគ្រប់គ្រាន់ប្រពន្ធពីរល្អចេះនិយាយមក អរគុណប្តីដែលបានកើតមកនៅលើโลกនេះ Happy birthday យ៉ាងហ្នឹងទូស្អីឡើយគេតែចឹងចឹងទីអរគុណអញ្ចឹងបួងសួងឲ្យកាត់ត្រូវយល់ត្រូវហើយចង់ឲ្យប្រពន្ធឲ្យគ្រួសារអស់សុខចិត្តចង់ឲ្យខ្លួនឯងសុខចិត្តដែរឲ្យខ្លួនឯងស្វែងរកបានច្រើនហើយសូមឲ្យជោគជ័យគ្រប់ភារកិច្ចទាំងអស់នៅក្នុងឆ្នាំនេះ Happy birthday to you 31ឆ្នាំហើយ ចឹង vlog ខ្លីៗ2យប់3ថ្ងៃសម្រាប់ birthday ប្តី introvert របស់ខ្ញុំគឺត្រូវបានបញ្ចប់ហើយសម្រាប់បងប្អូនដែលគាត់ចង់ទៅកោះ7អីចាំដាក់ contact គាត់នៅលើណាហើយសម្រាប់អ្នកគេដែលគាត់មានប្តីឬមួយមានមិត្តភក្តិ introvert អី surprise ឬមួយក៏ធ្វើ birthday លក្ខណៈស្ងាត់ៗចឹងនឹងតែពួកគាត់ពេញចិត្តហ្មង